បាទជំរាបសួរសិស្សានុសិស្សទាំងអស់គ្នាដែលតាមដានរៀនភាសាចិននៅក្នុង Channel របស់ខ្ញុំបាទហើយនេះជាវីដេអូទី2ដែលខ្ញុំធ្វើបង្ហោះនៅក្នុង Channel របស់ខ្ញុំផងដែរហើយវីដេអូទី2នេះដែរក៏យើងបង្រៀនដែលតាក់ទងនឹងពាក្យបាទស្បែកជើងអញ្ចឹងជាវីដេអូទី2អញ្ចឹងបងប្អូនដែលថ្មីដែលទៅតែចូលមកឃើញវីដេអូរបស់ខ្ញុំបាទសូមបងប្អូនជួយបាទ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទក៏ដូចជាអាចមានចម្ងល់កន្លែងចំណុចណាបងប្អូនអាច comment សួរនៅក្នុងខាងក្រោមវីដេអូនេះបានបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅមើលមេរៀនរបស់យើងនៅក្នុងថ្ងៃនេះផងដែរអញ្ចឹងពាក្យខាងលើហ្នឹងគឺយើងអានថាសៀសិងហ្នឹងគឺប្រែថាបាទប្រភេទស្បែកជើងបានន័យថាមានស្បែកជើងកែងស្បែកជើងប៊ូស្បែកជើងកីឡាអីចឹងទៅបាទសៀសិងយើងប្រែថាប្រភេទស្បែកជើងហើយខ្ញុំបាទបានរៀបជា2ជួរបាទមួយជួរអក្សរពណ៌ខ្មៅហ្នឹងជាអក្សរចិនហើយមួយជួរខាងពណ៌សហ្នឹងជាអក្សរខ្មែរដែលខ្ញុំបកប្រែណាបាទអញ្ចឹងពាក្យថាចុងវិនហ្នឹងគឺប្រែថាភាសាចិនបាទយើងបកខ្លីក៏បានយើងថាចិនអញ្ចឹងទៅបាទហើយជៀនវិនប្រែថាភាសាខ្មែរបាទអញ្ចឹងយើងក៏លេខទៅមើលពាក្យទី1បាទពាក្យទី1ហ្នឹងគឺយើងអានថាអ៊ុនតុងសៀបាទប្រែថាស្បែកជើងកីឡាបាទអ៊ុនតុងសៀបាទប្រែថាស្បែកជើងកីឡាអញ្ចឹងយើងក៏លេខទៅមើលពាក្យទី2ពាក្យទី2យើងអានថាភីសៀប្រែថាស្បែកជើងស្បែកបាទន័យថាស្បែកជើងនឹងធ្វើមកពីស្បែកអញ្ចឹងណាបាទភីសៀស្បែកជើងស្បែកពាក្យទី3គឺយើងអានថាធัวសៀបាទប្រែថាស្បែកជើងផ្ទាត់ធัวសៀស្បែកជើងផ្ទាត់ហើយពាក្យទី4យើងអានថាកោកិនសៀប្រែថាស្បែកជើងកែងបាទស្បែកជើងមនុស្សស្រីដែលពាក់ហ្នឹងស្បែកជើងកែងហ្នឹងយើងអានថាកោកិនសៀបាទអញ្ចឹងពាក្យទី5របស់យើងអានថាលៀងសៀប្រែថាស្បែកជើងកវែងអញ្ចឹងវីដេអូទី2របស់យើងគឺមានពាក្យចំនួន5នេះបាទអញ្ចឹងបងប្អូនកុំភ្លេចយកសៀវភៅកត់និងអនុវត្តអានតាមផងខ្ញុំនឹងធ្វើវីដេអូជាបន្តបន្ទាប់ដើម្បីបង្រៀនចែករំលែកដល់បងប្អូនទាំងអស់គ្នាផងដែរបាទអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូជាបន្តបន្ទាប់ទៀត